បានសូមគោរពនឹងជម្រាបសួរទស្សនិកជនថ្ងៃនេះនិយាយរឿងពុនបន្តទៀតបាទនិយាយរឿងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយដំឡើងពុនបន្តទៀតបាទបងប្អូនណាពិភពលោកយើងនេះឥឡូវនេះវាមិនដូចពីមុនទេអ្វីគឺប្រែប្រួលគ្រប់បែបយ៉ាងទាំងអស់បងប្អូនប្រែប្រួលគ្រប់បែបយ៉ាងបងប្អូនដឹងហើយថារយៈពេល 4-5 ឆ្នាំចុងក្រោយនេះមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងដែលគម្រាមកំហែងធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅរបស់មនុស្សជាតិបាទមានទាំងពីជំងឺអង្កាត់ធ្ងន់រាតត្បាតជាច្រើនមានទាំងពីសង្គ្រាមបង្ហូរឈាមគ្នាសង្គ្រាមត្រជាក់ព្រមទាំងសង្គ្រាមសេដ្ឋកិច្ចផងដែរជាពិសេសសហរដ្ឋអាមេរិកឥឡូវនេះសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគាត់ធ្វើឲ្យវាកាន់តែពុះកញ្ជ្រោលជ្រុកច្បោកច្បល់គ្នារបស់ប្រទេសផ្សេងទូទាំងពិភពលោកប៉ុន្តែបងប្អូនកុំអាលខឹងកុំអាលស្អប់សហរដ្ឋអាមេរិកបងប្អូនងាកទៅគិតពីអតីតវិញងាកទៅគិតពីអតីតកាល50-60-70ឆ្នាំកន្លងមកនេះបងប្អូនគិតពីអតីតកាលបងប្អូនមួយចំនួនតាន់ពីអតីតកាលបងប្អូនមួយចំនួនក៏មិនតាន់ហ្នឹងទៅហើយសម្រាប់អ្នកដែលមានអាយុចាស់លោកនឹងតាន់លោកដឹងបើយើងគិតទៅអតីតកាលមានតែសហរដ្ឋអាមេរិកទេដែលជួយប៉ុន្តែពេលនេះក៏មានតែសហរដ្ឋអាមេរិកដែរដែលជាអ្នកបំផ្លាញវាទៅវិញហើយខ្ញុំនៅតែជឿជាក់ថាសហរដ្ឋអាមេរិកគាត់ធ្វើនេះគាត់មានមូលហេតុត្រឹមត្រូវរបស់គាត់បាទមានមូលហេតុត្រឹមត្រូវហើយគាត់ធ្វើនេះក៏គាត់មិនមែនទាន់ដាក់ដាច់អហង្ការទាំងស្រុង 100% ដែរគាត់នៅទុកផ្លូវទុកផ្លូវឲ្យដើរទុកផ្លូវឲ្យចរចាទេកាលពីមុនណាកាលពីអតីត50-60-70 ឆ្នាំមកកន្លងមកពីមុនប្រទេសនានានៅលើពិភពលោកឆ្លោះដណ្ដើមធ្វើសង្គ្រាមសង្គ្រាមគ្នាទៅវិញទៅមកកាប់ចាក់គ្នាឆ្លោះដណ្ដើមធ្វើសង្គ្រាមគ្នាទៅវិញទៅមកมันមានច្បាប់ទម្លាប់អីច្រើនដូចសម័យឥឡូវទេកាលពីមុនកំឡុងពេលសង្គ្រាមលោកលើកទី2លោកលើកទី1លោកលើកទី2មករ៉ាំរ៉ៃមកមនុស្សមិនទៅមានច្បាប់ដូចឥឡូវទេតែងតែធ្វើសង្គ្រាមឆ្លោះគ្នារហូតមកដល់ឥឡូវក៏នៅមានខ្លះទៀតប្រទេសមួយចំនួនទៀតណាបងប្អូនកាលពីអតីតមានតែសហរដ្ឋអាមេរិកទេជាអ្នករៀបចំកុំឲ្យប្រទេសទាំងអស់នឹងឆ្លោះគ្នាឲ្យមានច្បាប់ឲ្យមានច្បាប់ឲ្យចេះសហការរស់ស៊ីគ្នាបើយើងគិតកុំឲ្យប្រទេសទាំងអស់ស្បាំងគ្នាឃើញទេឲ្យបង្កើតច្បាប់ឲ្យចេះសហការរស់ស៊ីគ្នាឲ្យចេះដោះដូរគ្នាលក់ទំនិញទៅវិញទៅមកចេះដោះដូរទំនិញគ្នាទៅវិញទៅមកជាពិសេសសហរដ្ឋអាមេរិកខ្លួនឯងហ្នឹងបើកផ្លូវឲ្យប្រទេសផ្សេងជាច្រើនមិនរើសមិនរើសពូជសាសន៍មិនរើសប្រទេសជាតិប្រទេសណាក៏ដោយអាមេរិកសហការអាមេរិកបើកផ្លូវអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយអាមេរិកទាំងអស់ដោយអាមេរិកមិនបានគិតពីប្រទេសអ្នកមានប្រទេសអ្នកក្រនោះទេអាមេរិកដល់សិទ្ធឲ្យរុស្ស៊ីជាមួយអាមេរិកបានដោយមិនគិតពន្ធថ្លៃពេកមិនគិតពន្ធថ្លៃឬក៏មិនគិតពន្ធតែម្ដងសម្រាប់ប្រទេសដែលក្រីក្រណាអានឹងអតីតចុះឥឡូវ
ផ្នត់គំនិតអាមេរិកដូរទៅ180 ដឺក្រេឬក៏90 ដឺក្រេឬក៏ផ្ទុយទាំងស្រុងពីគោលនយោបាយរបស់អាមេរិកពីមុនអញ្ចឹងណាលើបងប្អូនមើលដល់ពេលឥឡូវនេះពិភពលោកវាអត់ដូចមុនអាមេរិកចាប់ផ្ដើមយកពន្ធគ្រប់ប្រទេសវិញទាំងអស់ដោយស្មើភាពគ្នាដោយមិនគិតប្រទេសមានប្រទេសអ្នកក្រតែមូលហេតុអីណាមូលហេតុអាមេរិកខឹងប្រទេសទាំងនោះភ្លេចគុណអាមេរិកពីមុនឬមួយក៏មូលហេតុអាមេរិកចង់ធ្វើបាបប្រទេសណាមួយណាប៉ុន្តែបងប្អូនគិតថាបើយើងជាមនុស្សយើងគិតថាមានទៅមានមកមានទៅមានមកឥឡូវនេះដោយសារសហរដ្ឋអាមេរិកសេដ្ឋកិច្ចអាមេរិកក៏ដាំក្បាលសេដ្ឋកិច្ចអាមេរិកក៏ធ្លាក់និយាយរួមទៅឥឡូវនេះសេដ្ឋកិច្ចអាមេរិកធ្លាក់ក៏ធ្លាក់ហើយសេដ្ឋកិច្ចចិនក៏ហាក់បីដូចជាគ្រាន់បើជាងអាមេរិកហាក់បីដូចជាខ្លាំងអញ្ចឹងសហរដ្ឋអាមេរិកគាត់ធ្វើនេះគឺគាត់ធ្វើគោលដៅរបស់គាត់ធំមួយធំបំផុតរបស់ដូណាល់ត្រាំគោលដៅរបស់គាត់ធំមួយបំផុតគឺបង្កើនសេដ្ឋកិច្ចអាមេរិកឲ្យខ្លាំងឲ្យសេដ្ឋកិច្ចអាមេរិកខ្លាំងតែខ្លាំងតែប៉ុណ្្នឹងឯងពីព្រោះគោលដៅនយោបាយគាត់អត់មានអីបបាក់យល់ទេបងប្អូនដឹងហើយគាត់ឃោសនាបោះឆ្នោតគាត់និយាយថា American First ណាប្រជាជនអាមេរិកដំបូងអញ្ចឹងគាត់អត់ខ្វល់ពីប្រទេសណាទេឯងមិនទេហើយមិនទេអញពីមុនមករឿងពីមុនផ្សេងមិនដែរអត់ដែរដឹងអាមេរិកមុនទៅហើយចាំគិតប្រទេសផ្សេងៗតាមក្រោយថងចំណុចនេះហើយខ្ញុំថាបើអាមេរិកគិតអញ្ចឹងគាត់ទុកឲ្យយើងចរចាដែរតែព្រោះយើងអត់ដែរអញ្ចឹងគោលដៅរបស់គាត់ទី1គាត់ដំឡើងពន្ធទាំងអស់ហ្នឹងដើម្បីទប់ទល់ទៅនឹងទ្វារទី3ឬគេហៅថាច្រកសេដ្ឋកិច្ចច្រកក្រោយរបស់ចិនវាចំច្រកក្រោយរបស់ចិនគាត់ធ្វើដើម្បីទប់ទល់នឹងសេដ្ឋកិច្ចរបស់ចិនទេអានេះរឿងមួយណារឿងទី1ធំទី1គាត់ដើម្បីបង្កើនសេដ្ឋកិច្ចប្រទេសគាត់ថារដ្ឋអាមេរិកខ្លាំងទី2ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចរបស់ចិនទី2ទី3ដើមអាមេរិកខ្លួនឯងហ្នឹងដើម្បីតាក់ទាញនៅវិនិយោគនៅរោងចក្រច្រើនឲ្យទៅផលិតនៅអាមេរិកដែរឲ្យបានច្រើនដែរប៉ុន្តែបងប្អូនត្រូវគិតទៀតថាអាមេរិកធ្វើអញ្ចឹងរោងចក្រទាំងឡាយដែលផលិតនៅស្រុកខ្មែរយើងណាដែលបើកផលិតនៅស្រុកខ្មែរយើងគេមិនបិទពីស្រុកខ្មែរយើងរត់ទៅអាមេរិកទេគេបិទឲ្យរត់ទៅអាមេរិកទេយ៉ាងច្រើនណាស់បើបិទពីស្រុកខ្មែរវារត់ទៅប្រទេសវិញណាហើយបើចិនគាត់មកផលិតនៅស្រុកខ្មែរហើយយកពន្ធថ្លៃគឺទៅខាតជាងផលិតនៅចិនគាត់រត់ទៅចិនវិញតែប៉ុណ្្នឹងគាត់អត់រត់ទៅអាមេរិកទេកូរ៉េក៏អញ្ចឹងដែរបើផលិតនៅស្រុកខ្មែរយកលក់អាមេរិកបានចំណេញបើផលិតនៅស្រុកខ្មែរចាញ់ផលិតនៅកូរ៉េគេវិលទៅប្រទេសគេវិញគេអត់វិលទៅទៅបើកនៅអាមេរិកទេអត់វិលទៅបើករោងចក្រផលិតនៅអាមេរិកទេអញ្ចឹងអាមេរិកធ្វើនេះបានអូសទាញបានរោងចក្រអូសទាញបានវិនិយោគធំសម្រាប់តែប្រទេសដែលមានសេដ្ឋកិច្ចទន្ទឹមនឹងអាមេរិកដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងអាមេរិកអាចតាក់ទាញបានអាចតាក់ទាញក្រុមហ៊ុនទាំងនោះឲ្យទៅបើករកស៊ីនៅផលិតបើករោងចក្រនៅអាមេរិកបានតែបើអាមេរិកអូសទាញពីខ្មែរយើងទៅមិនបានទេដោយសារអីមិនមែនតែខ្មែរខ្លាំងទេតែចំណុចខ្លាំងខ្មែរមិនខ្លាំងទេតែមានចំណុចខ្លាំងដោយសារតែគេបើករោងចក្រស្រុកខ្មែរកម្លាំងពលកម្មវិធីបាទ
ប្រាក់ខែ300 200 300 400ជួលកម្មករបានអញ្ចឹងទោះបីនាំជួលវាគិតពន្ធ 49% ក៏នៅយ៉ាងនេះតែបើទៅបើកនៅអាមេរិកលេងទៀតលើកទឹកចិត្តខ្លួនឯងមួយទៀតខ្ញុំឆ្ងល់ចុះក្រែងឃើញប្រកាសពន្ធក្រែងឃើញដាក់នៅក្នុងតារាងបារ៉ែរបស់រដ្ឋាភិបាលឃើញទូច 49% ទេតែឥឡូវហ្នឹងសម្ដេចកំពុងតែបញ្ចុះពន្ធនាំចូលពីអាមេរិកឲ្យទៀតដើម្បីជួយសេដ្ឋកិច្ចអាមេរិកខ្មែរយើងជួយសេដ្ឋកិច្ចអាមេរិកទៀតណាបាទឲ្យទៀតពី 49 រហូតមកដល់ត្រឹម 5% ឲ្យមកដល់ក្រោមទៅទៀតជាងទំនិញជាង10មុខដល់19មុខតែអ្វីដែលខ្ញុំឆ្ងល់ហេតុអីបានដូណាល់ត្រាំគាត់លើកប្រកាតារាងគាត់លើកតារាងគាត់នោះមិនដល់90មិនដល់ 90% 97ពងឆ្ងល់ចឹងអាតួលេខហ្នឹងវាអត់កំបាំងគឺវាចេះបាំងកាយវាចេះបែងភាគស្អីគេកន្លែងនេះឆ្ងល់ដល់អានេះខ្ញុំត្រូវសួរបងប្អូនវិញសួរបងប្អូនអ្នកទស្សនាដែរខ្ញុំសួរបងប្អូនអ្នកទស្សនាព្រោះមើលព័ត៌មានសេដ្ឋកិច្ចច្រើនឆ្ងល់ណាខ្ញុំឃើញរដ្ឋាភិបាលយើងប្រកាសពន្ធនាំចូលពីអាមេរិក 49% ទេហើយក៏នឹងបញ្ចុះពន្ធហ្នឹងចុះទៅទៀតនឹងបញ្ចុះឲ្យសហរដ្ឋអាមេរិករហូតដល់ 5% សម្រាប់ទំនិញ19មុខប៉ុន្តែដល់ពេលអាមេរិកវាប្រកាសនេះវាលើកអាកដាស្អីនេះដូណាល់ត្រាំគាត់លើកតារាងគាត់មកនេះ 97% អញ្ចឹងអាតួលេខហ្នឹងបានមកពីណាខ្ញុំមិនដឹងធ្វើម៉េចបានទៅសួរដូណាល់ត្រាំបានចង់សួរគាត់ថាលេខហ្នឹងបានពីណាមក97ព្រោះប្រកាសពន្ធនៅស្រុកខ្មែរយើងឃើញ 49 ដែរហើយឥឡូវហ្នឹងសម្ដេចទៅធូរបន្ថយពន្ធអាមេរិកទៀតណាទៅធូរបន្ថយពន្ធអាមេរិកទៀតថាឲ្យនៅសល់ត្រឹម 5% អីណានោះប៉ុន្តែពេលដូណាល់ត្រាំគាត់ថា97ខ្មែរយើង97ហើយបើថា97បន្ថយនៅ5ដូចពេលវាមិនដែរព័ត៌មានចេញប៉ុណ្ណាអី49 97ពីណាអញ្ចឹងដឹងពូត្រាំគាត់បានលេខពីណាមកទេ97ណាចេះបាញ់ភាគនេះវាអាកម្បាំងកាយគឺមួយក៏បច្ចេកទេសអាមេរិកគេរាប់ផ្សេងគឺខ្មែរយើងរាប់ផ្សេងខ្ញុំអត់ដឹងទេខ្ញុំព្រោះខ្មែរយើងវារង្វាស់ម៉ែត្រអីចឹងទៅជួនកាលអាមេរិកគេគិតម៉ែត្រអីទៅណាតែវាបានច្រើនអញ្ចឹងដឹងគឺមួយគេយកទៅគុណបន្ថែមមកមិនបានវាឡើងដល់ 97អត់ដឹងទេបាទហ្នឹងទុកឲ្យឆ្ងល់ទាំងអស់គ្នាទៅឆ្ងល់ទាំងយើងឆ្ងល់ទាំងគេហើយបងប្អូនណាដឹងជួយខមមិនប្រាប់ផងព្រោះខ្ញុំអត់ដឹងមែនគឺមួយអាហ្នឹងគេយើង49ទៅដល់គេគុណ2គេគុណ2ឡើង89ហ្នឹងហើយកៅជាងមែនបែយល់បាទតោះអញ្ចឹងព័ត៌មាននេះចប់ត្រឹមនេះហើយខ្ញុំសូមផ្សព្វផ្សាយនៅអាជីវកម្មរបស់ខ្ញុំតខ្លួនបន្តិចបើសិនជាបងប្អូនលោកលោកស្រីអ្នកនាងកញ្ញាបើកមួយបរស៊ីហើយណាហើយចង់ជោគជ័យចង់រីកចម្រើនកុំចោលឲ្យសោះកុំភ្លេចឲ្យសោះប្រព័ន្ធបច្ចេកវិទ្យាខ្ញុំនិយាយតែរឿងហ្នឹងរឿងខ្ញុំដាស់តឿនបងប្អូននិយាយបងប្អូនកើនរំលឹកបងប្អូនតែរឿងប្រព័ន្ធបច្ចេកវិទ្យាតាំងពីដើមមកថាកុំចោលឲ្យសោះកុំចោលឲ្យសោះបងប្អូនមិនអាចអត់បានទេបងប្អូនត្រូវតែចាប់វាយកមកដើម្បីជំរុញទៅលើអាជីវកម្មរបស់បងប្អូនឲ្យរីកចម្រើនកាន់តែខ្លាំងហើយបើបងប្អូនត្រូវការប្រព័ន្ធបច្ចេកវិទ្យាបាទបងប្អូនត្រូវការប្រព័ន្ធបច្ចេកវិទ្យានៅក្នុងនោះមានទាំងពី website បាទមាន website មាន system គ្រប់គ្រងអាជីវកម្មគ្រប់គ្រងការលក់ទំនិញផ្សេងណាបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំរៀបចំជូន
បាទខ្ញុំទទួលរៀបចំជូន website system គ្រប់គ្រងអាជីវកម្មគ្រប់ប្រភេទមានតាំងពីគ្រប់គ្រងសាលារៀនភោជនីយដ្ឋានប្រាក់កម្ចីការលក់ទំនិញអនឡាញគ្រប់គ្រងស្តុកគ្រប់គ្រងទុនធានមនុស្សមានទាំងអស់បងប្អូនអាចទាក់ទងមកបានហើយនឹង website សម្រាប់អាជីវកម្មផងដែរបាទសូមអរគុណសម្រាប់វីដេអូខ្លីប៉ុណ្ណេះ